តាមពិតទៅទីផ្សាររបស់ប្រទេសកម្ពុជាយើងគឺមានប៉ុន្តែគ្រាន់តែថាគេទាមទារទៅលើគុណភាពហើយនឹងចំនួនជាក់លាក់ជំរាបសួរនាងខ្ញុំឈ្មោះវងសុភាពជាប្រធានសហភាពសហគមន៍កសិកម្មម្ដងមានជ័យអភិវឌ្ឍន៍បាទសូមជំរាបសួរខ្ញុំបាទឈ្មោះផុតខូអេខ្ញុំគឺជាបុគ្គលិកសហភាពដែលមានតួនាទីជាជំនួយការរដ្ឋបាលហើយនិងហិរញ្ញវត្ថុរបស់សហភាពសហគមន៍កសិកម្មម្ដងមានជ័យអភិវឌ្ឍន៍បាទសម្រាប់មូលហេតុដែលយើងបង្កើតជាសហភាពសហគមន៍កសិកម្មម្ដងមានជ័យអភិវឌ្ឍន៍នេះឡើងមកគឺដោយសារតែយើងបានជួបប្រទេសក៏ដូចជាបានឃើញនៅបញ្ហារបស់កសិករមួយចំនួនបាទដោយសារតែនៅក្នុងខេត្តឧត្តរមានជ័យនេះគឺយើងមានកសិករដែលមានផ្ទៃដីដាំដុះនឹងច្រើនប៉ុន្តែតាមរយៈការដាំដុះរបស់គាត់នឹងគឺគាត់ដាំដុះតាមបែបប្រពៃណីក៏ដូចជាគាត់មិនសូវបានទទួលនៅចំណូលពីការដាំដុះនឹងច្រើនទេនៅពេលដែលគាត់ធ្វើកសិកម្មទៅធ្វើឲ្យកសិកម្មរបស់គាត់នឹងមានការខាតបាទការខាតដែលជាមូលហេតុធ្វើឲ្យគាត់នឹងមានការធ្វើការចំណាក់ស្រុកទៅច្រើនបាទមានទៅខាងប្រទេសផ្សេងក៏ដូចជាធ្វើការនៅក្រៅខេត្តអីជាដើមបាទបើសិនជាសហភាពយើងអាចពង្រឹងសមត្ថភាពទៅលើសហគមន៍ឲ្យគាត់មានជាក្រុមផលិតដូចថាបើសិនជាដលងមីអញ្ចឹងមានក្រុមផលិតដលងមីទៅអញ្ចឹងអាចធ្វើឲ្យគាត់លក់មកដោយការប្រមូលផ្ដុំគឺបានតម្លៃទីផ្សារខ្ពស់ចាហើយចំនួនសមាជិករបស់សហភាពគឺ17សហគមន៍ហើយចំនួនគ្រួសារដែលជាសមាជិករបស់សហគមន៍សរុបមានចំនួន32017 នាក់ហើយក្នុងនោះមានស្រី2020នាក់ហើយក្នុងនោះដែរចំនួនផ្ទៃដីសរុបរបស់សហគមន៍ដែលជាសមាជិករបស់សហភាពមានចំនួន11460ហិកតាហើយក្នុងនោះដែរគឺយើងផ្ដោតទៅលើមានដំណាំដូចជាស្វាយកែវល្មៀតស្វាយចន្ទីស្រូវហើយនិងដំឡូងមីខ្ញុំឃើញថាបើយើងក៏ទៅជាសហភាពល្អខ្លាំងដោយសារគិតថាសហគមន៍យើងក្នុងសហគមន៍នីមួយៗមានមុខរបរប្រជាជនគិតមិនប្រកាសថាធ្វើ100នាក់គាត់ធ្វើមុខរបរនោះទាំង100ទេតែក៏គិតមានដោយភ្នែកបើថាយើងប្រកាសទៅជាសហភាពយើងចូលជាសហភាពសហគមន៍មួយបានបន្តិចសហគមន៍មួយបានបន្តិចមកយើងអាចនឹងមូលផ្ដុំគ្នាហើយយើងអាចនឹងយើងគិតថាយើងនឹងមានទីផ្សារដល់ជាក់លាក់មួយបញ្ហាដែលជួបប្រទះបញ្ហារាល់ថ្ងៃនេះក្នុងកសិករក្នុងសហគមន៍របស់ខ្ញុំបាទនេះទី1គាត់ផលិតហើយគាត់អត់មានទីផ្សារទេគាត់ចេះតែផលិតតាមគ្នាទៅគាត់យកទៅលក់ឲ្យឈ្មួញកណ្ដាលទៅលក់ជួនកាលលក់ពីព្រឹកតម្លៃផ្សេងលក់ល្ងាចឡើងតម្លៃផ្សេងនេះខ្ញុំសង្ឃឹមថាសហភាពទៅថ្ងៃខាងមុខនឹងជួយដល់សហគមន៍យើងខ្ញុំឲ្យនាំចេញនៅផលិតផលដូចជាមាន់ឬក៏ដំណាំផ្សេងជារកទីផ្សារដែលមានតម្លៃខ្ពស់ដើម្បីឲ្យផ្គត់ផ្គង់ដល់កសិករដូចជាសមាជិករបស់នាងខ្ញុំក្រោយពីយើងបានចូលរួមជាមួយនឹងគម្រោងកសិកម្មខ្មែរសម័យថ្មីដែលគាំទ្រដោយបាទ Impact Hub បាទមានសហគ្រិនខ្មែរហើយនឹងគម្រោង Nature បាទគឺសហភាពក៏ដូចជាក្នុងនាមរូបខ្ញុំបាទផ្ទាល់គឺទទួលបាននូវចំណេះដឹងល្អៗតាមរយៈគម្រោងនេះជាច្រើនបាទដូចជាការពង្រឹងបណ្ដុះបណ្ដាលសមត្ថភាពទៅលើពាក្យពេញជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុការដឹកនាំក៏ដូចជាការគ្រប់គ្រងនៅធនធានមនុស្សអីផ្សេងៗជាដើមសម្រាប់បេសកកម្មរបស់សហភាពគឺធ្វើម៉េចជំរុញការផលិតរបស់សហគមន៍និងសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារនៅក្នុងប្រទេសហើយនិងក្រៅប្រទេស